នេះគឺជាស្លាបកង្ហាលដែលមានតម្លៃថ្លៃបំផុតនៅលើយន្តហោះប្រសិនបើដំឡើងខុសតែមួយទីតាំងអ្នកបច្ចេកទេសអាចនឹងត្រូវសងការខូចខាតអស់ជាង$1 លាននេះក៏ដោយសារតែមិនមែនជាគ្រឿងបន្លាស់ម៉ាស៊ីនធម្មតានោះទេវាគឺជាស្លាបកង្ហាលស្នូលមួយនៅក្នុងម៉ាស៊ីនយន្តហោះមួយផ្លេតស្លាបកង្ហាលទាំងនេះមើលទៅដូចគ្នាទាំងស្រុងទាំងរាងទំហំនិងរូបរាងចុះហេតុអ្វីបានជាមិនដាក់វាចូលតាមទឹកចិត្តទៅពីព្រោះបើទោះបីជាវាមានរូបរាងដូចគ្នាប៉ុន្តែទម្ងន់របស់ស្លាបកង្ហាលនីមួយៗមានភាពខុសគ្នាបន្តិចបន្តួចជួនកាលខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះហើយភាពខុសគ្នាដ៏តូចនេះពិតជាមានសារៈសំខាន់ណាស់ម៉ាស៊ីនយន្តហោះវិលក្នុងល្បឿនរាប់ម៉ឺនជុំក្នុង1នាទីហើយចុងស្លាបកង្ហាលអាចធ្វើចលនាក្នុងល្បឿនជិតស្មើនឹងល្បឿនសំឡេងក្នុងល្បឿនទាំងនោះសូម្បីតែទម្ងន់ខុសគ្នាបន្តិចបន្តួចក៏អាចធ្វើឲ្យបាត់បង់តុល្យភាពរបស់ម៉ូទ័រវិលដែរអតុល្យភាពនេះនឹងបង្កើតឲ្យមានរំញ័រខ្លាំងដែលអាចរីករាលដាលពេញម៉ាស៊ីនហើយក្នុងករណីធ្ងន់ធ្ងរវាអាចបណ្ដាលឲ្យម៉ាស៊ីនខូចទាំងស្រុងនៅកណ្ដាលអាកាសដូច្នេះវិស្វករត្រូវវាស់វែងស្លាបកង្ហាលនីមួយៗយ៉ាងម៉ត់ចត់និងដាក់វានៅក្នុងទីតាំងដ៏ច្បាស់លាស់ដើម្បីឲ្យទម្ងន់របស់ម៉ូទ័រវិលត្រូវបានបែងចែកយ៉ាងល្អឥតខ្ចោះដំណើរការនេះត្រូវបានគេហៅថាតុល្យភាពឌីណាមិកបើបងប្អូនពេញចិត្តក្នុងការចែករំលែកវីដេអូរបស់ខ្ញុំសូមចុច follow like និង share ម្នាក់មួយផងបាទអរគុណ